បាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូថ្មីដែលនិយាយពីការធ្វើដំណើរកម្សាន្តក៏ដូចជាទស្សនាប្រាសាទកោះកេរបាទដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាយើងមួយដែរបន្ទាប់ពីប្រាសាទអង្គរវត្តប្រាសាទព្រះវិហារបាទសម្បត្តិប្រាសាទសម្បូរព្រៃគុកអីជាដើមបាទនេះគឺវីដេអូដែលបាទយើងជិះឡានទៅយើងធ្វើដំណើរទៅប្រាសាទកោះកេរបាទហើយប្រាសាទកោះកេរនោះគឺបាទស្ថិតនៅចម្ងាយប្រមាណជា60គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារហើយប្រមាណជា120គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបចំណែកឯពីភ្នំពេញនោះគឺមានចម្ងាយរហូតដល់ទៅ460គីឡូម៉ែត្របាទគឺឃើញថាឆ្ងាយមែនទែននេះគឺជាវីដេអូដែលបង្ហាញពីថ្មមានដុះជាមួយនឹងបាទអាចថាស្លែហ្នឹងមើលទៅខែនេះគឺស្អាតមែនទែនបងប្អូនបាទហើយនេះយើងបានជិះមកដល់កន្លែងច្រកចូលប្រាសាទកោះកេរហើយបាទនេះគឺបាទគេបិទពីខាងមុខតាក់ទងទៅនឹងផែនទីក៏ដូចជាប្រវត្តិសង្ខេបរបស់ប្រាសាទកោះកេរហើយនេះយើងឃើញមានកន្លែងរោងមានតូបអីជាប្រវត្តិអាជីវករគាត់លក់ដូរហើយនេះមានអាជីវករគាត់លក់ផ្លែឈើបាទមានផ្លែដែលជាអនុផលព្រៃឈើគាត់លក់នៅច្រកចូលអញ្ចឹងណាអាចជាម្ជូរអាចជាផ្លែអីនឹងប្រចាំតំបន់មានចេកមានអីចឹងទៅហើយនេះតកតងទៅនឹងបាទគឺស្លាក UNESCO គេបិទនៅមុខហ្នឹងនេះគឺជាបាទទស្សនវិជ្ជាពីខាងមុខប្រាសាទកន្លែងយើងដើរចូលហើយគឺមានកន្លែងមកលុបឈើឲ្យយើងអង្គុយលេងហើយនេះខ្ញុំថតកន្លែងមហូបបាទកំងមហូបមានអ្នកលក់នៅចិត្តច្រកចូលហ្នឹងយើងអាចកំងមហូបញ៉ាំហើយចាំមកវិញចាំចេញពីប្រាសាទវិញចាំមកញ៉ាំក៏បានដែរបាទនេះគឺផ្ទាំងថ្មឃើញថាបាក់រលំមកច្រើនគូសំដែរហើយអាចថាអាយុកាលច្រើនឆ្នាំពេកទៅនេះគឺមានការទប់បាទទប់ត្រជាដើមតែឃើញថាមានសភាពបាក់បែកច្រើនកន្លែងដែរប្រាសាទកោះកេរច្រកចូលបាទនេះអត់ទាន់ដល់កន្លែងប្រាសាទទេគឺយើងកន្លែងច្រកចូលខាងមុខបាទនេះថ្មមានស្លែមានអីហ្នឹងបងប្អូនមើលទៅស្អាតមួយយ៉ាងហើយនេះគឺជាកន្លែងបាទរូបកន្លែងរូបចម្លាក់រូបអីហ្នឹងហើយនៅហ្នឹងគឺខ្ញុំស្រឡាញ់បែបថាថ្មវាមានជាមួយនឹងស្លែបាទស្លែមើលទៅបៃតងមើលទៅស្អាតមែនទែនបើយើងថតកាមេរ៉ាស្អាតណាបងប្អូនហើយយើងថតទូរស័ព្ទមិនសូវស្អាតប្រហែលទេហើយនេះកន្លែងរបងបាទកន្លែងរបងព័ទ្ធជុំវិញប្រាសាទកោះកេរហ្នឹងនេះមានថ្មយើងចូលទៅក្នុងមានកសិនទឹកមានកសិនមានអីទឹកធំគូសំដែរហើយខែនេះទៀតមានទឹកមានអីនៅក្នុងហ្នឹងបាទហើយនេះខ្ញុំដើរថតបាទប្របឡើងរបងប្រាសាទហ្នឹងហើយខាងលើហ្នឹងគឺមានដោះនេះបងប្អូនខ្ញុំមើលប្រភេទស្មានថាវល់ស្មានតែអីអញ្ចឹងតែមែនទេនោះគឺជាបាទកសាំងទៀបនេះកសាំងទៀបដែលយើងយកឆាមួយសាច់គោឆាមីអីបានណាវាមកដោះនៅលើឡើងរបងហ្នឹងបាទឃើញទេកសាំងទៀបហើយនេះយើងដើរទៅច្រកចូលប្រាសាទកោះកេរតែម្ដងបាទយើងដើរទៅការតថ្មអចារ្យនេះបាក់បែកអស់ហើយបាទនេះគឺជាប្រាសាទកោះកេរដែលយើងឃើញនៅក្នុងរូបសភៅនៅក្នុងសារព័ត៌មានអីជាដើមគឺកន្លែងនេះហើយដែលបាទកោះកេរដែលជាទ្រង់ទ្រាយបែបពីរ៉ាមីតចឹងណាបងប្អូនបាទហើយប្រាសាទនេះគឺបាទកសាងដោយព្រះបាទជ័យវរ្ម័នទី4បាទដែលកសាងនៅឆ្នាំ921នៃគ្រិស្តសករាជហើយបាទគឺព្រះអង្គជ័យវរ្ម័នទី4គឺគ្រងរាជ្យពី928ដល់941នៃគ្រិស្តសករាជដែលបាទគឺជាការគ្រងរាជ្យផ្លូវការរបស់ព្រះបាទជ័យវរ្ម័នទី4ហើយតកតងទៅនឹងប្រាសាទនេះយើងមើលទៅឃើញថាបើសិនជាមានដ្រូនថតស្អាតមែនទែនបងប្អូនបាទតកតងទៅនឹងទេសភាពហើយនេះខ្ញុំបានដើរឡើងទៅលើហើយតកតងទៅនឹងកម្ពស់ប្រាសាទកោះកេរនេះគឺមានកម្ពស់35ម៉ែត្របងប្អូនបាទមានកម្ពស់35ម៉ែត្របាទយើងមើលពីចម្ងាយទៅថាมันខ្ពស់ខ្លាំងតែពេលយើងដើរឡើងមិនដឹងថាខ្ពស់បងប្អូនបាទនេះឡើងទៅខ្ញុំដើរដល់ពេលខ្ពស់ទៅស្ងើបដែរបងប្អូនបាទមានស្ងើបដែរហើយមែនទែនភ្ញៀវទេសចរឃើញថាមានការតលេងមួយចំនួនមិនច្រើនប្រហែលទេបាទមួយចំនួនសូមកុំលោតមិនច្រើនហើយអ្នកលក់គាត់លក់អត់សូវដាច់ប្រហែលដែរទេអញ្ចឹងបងប្អូនមេត្តាអាចជួយទៅលេងកម្សាន្ត
ប្រាសាទរបស់យើងមួយនេះដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង បាទនេះមួយក្រុមការងារគាត់ វត្តអាប់ដេត ឡើងទៅហើយទេសភាពនៅខាងលើហ្នឹងមើលទៅស្រស់ត្រកាលមែនទេបងប្អូនបាទយើងមើលឃើញព្រៃព្រឹក្សាបាទព្រៃឈើហ្នឹងមើលទៅឡើងបៃតងបាទឡើងបៃតងតែម្ដងត្រូវខែនេះទៀតគឺបាទភ្លៀងមានអីគឺរុក្ខជាតិអាដើមឈើវាដុះស្អាតមែនទែនតែនេះខ្ញុំពងដើរបាទដើរឡើងហើយរាយកាមេរ៉ាថតមើលទេសភាពអញ្ចឹងណាគេមានបិទស្លាកប្រយ័ត្នគ្រោះថ្នាក់ដែរព្រោះខ្លាចថាមានការធ្លាក់អីណាមួយខ្ពស់ណាបងប្អូនបើហ៊ានទៅធ្លាក់គឺគ្រោះថ្នាក់មែនទែនមិនមែនទាបទេខ្ពស់ណា35ម៉ែត្រប៉ុន្តែយើងមើលទៅគឺផុតចុងឈើអស់ហើយបងប្អូនបាទប្រាសាទកោះកេរនេះខាងលើគឺឃើញមានដីមានអីចឹងណាបងប្អូននេះបាទមានដីមានអីហើយអានេះតំណងជាប្រាង្គបាក់មកពីខាងលើមានថ្មធ្លាក់មកអញ្ចឹងអាចនឹងដោយសារតែកត្តាធម្មជាតិឬខ្យល់ឬក៏ភ្លៀងអីដែរធ្វើឲ្យបាក់ឥឡូវនេះបាទថ្មនេះបាទតំណងជាបាក់ពីនោះមកហើយមានភ្ញៀវទេសចរបរទេសក៏គាត់បានថតជា vlog ជាអីចឹងដែរថតជាវីដេអូបាទនេះខ្ញុំថតរីមើលនៅខាងកំពូលខាងលើនឹងតែម្ដងបាទស្អាតបងប្អូនបាទហើយទៅហេតុដែរអត់ភ្លៀងបាទយើងទៅនឹងអត់ភ្លៀងអញ្ចឹងយើងអាចឡើងថតឡើងអីបានបើសិនជាភ្លៀងក៏ពិបាកដែរបាទតកតងទៅនឹងការឡើងវាខ្ពស់ទី1យើងខ្លាចល្អិលទី2វាខ្ពស់នៅពេលដែលមានភ្លៀងគឺវាហានិភ័យយើងនៅកន្លែងខ្ពស់អញ្ចឹងយើងឡើងទៅលើអញ្ចឹងវាអត់សុវត្ថិភាពទេបងប្អូនបាទហើយខ្ញុំទៅលេងកំសាន្តនេះដោយសារតែបាទត្រូវទៅយកអំណោយជូនទៅដល់វីរៈកងទ័ពក៏ដូចជាបងប្អូនជនជាតិខ្មែរយើងដែលជាជនភៀសសឹកបាទដែលរត់គេចពីសង្គ្រាមនោះគឺក៏ឆ្លៀតចូលបាទយើងជិះកាត់ក៏យើងឆ្លៀតចូលទៅហ្នឹងឥឡូវគឺវីដេអូដែលត្រូវចុះមកវិញបងប្អូនថតរូបថតអីហើយគឺយើងចុះមកវិញហើយបើសិនជាទំនេរគួរតែលេងឲ្យបានម្ដងបងប្អូនបាទពុទ្ធដោយសារតែប្រាសាទនេះគឺជាសម្បត្តិបេតិកភណ្ឌរបស់យើងដែរ35ម៉ែត្រហើយនេះយើងចុះវិញក៏មកចុកជើងគួរសមដែរបងប្អូនព្រោះកម្ពស់35ម៉ែត្រក៏ប៉ុន្តែយើងធ្វើជាចតាកាច់កាច់ឡើងយើងដើរទៅវាដីបើលាជាដីត្រង់គឺវាឆ្ងាយដែរបាទហ្នឹងហើយតកតងទៅនឹងប្រាសាទនេះគឺបានចុះបញ្ជីកាលពីបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ2023បាទតកតងទៅនឹងទំហំដីនៅក្នុងប្រាសាទកោះកេរនេះគឺដូចជាមានបាទទំហំដីនោះ8100ហិកតាបាទអានេះជាទិន្នន័យដែលខ្ញុំមើលពីអាជ្ញាធរជាតិព្រះវិហារបងប្អូនដែលជាទិន្នន័យបាទហើយនេះគឺស្អាតមែនទេនេះប្លង់បែបចេះអូមើលឃើញកំពូលពីចម្ងាយស្អាតហើយនេះគឺជាប្រាសាទដែលមានសន្តានជាពីរ៉ាមីតបាទសន្តានស្តៀងទៅនឹងបាទប្រាសាទពីរ៉ាមីតនៅអេស៊ីបចឹងបងប្អូនបាទនេះហើយនេះយើងដើរចេញមកក្រៅវិញហើយថតកន្លែងថ្មកន្លែងអីឆក់ចេញបាទឆក់ចេញពីប្រាសាទកន្លែងនេះបងប្អូនបាទយើងដើរទៅគឺឆក់ចេញនៅកន្លែងនេះហើយបាទអញ្ចឹងវីដេអូនេះគឺមានតែបង្ហាញពីទស្សនវិជ្ជាដើរចូលទៅក្នុងប្រាសាទឲ្យបងប្អូនទស្សនាប៉ុណ្្នឹងឯងបាទអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលា